บัดជំរាបសួរបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូបន្ទាប់ទៀតដែលយើងនឹងសិក្សាទាក់ទងនឹង toolbox បាទអញ្ចឹងចំពោះវីដេអូមុនយើងបានសិក្សាហើយទាក់ទងនឹង toolbox ចំនួន3អញ្ចឹងថ្ងៃនេះខ្ញុំសូមលើកយក toolbox ចំនួន3ទៀតយកមកបង្ហាញបាទអញ្ចឹងកុំឲ្យខាតពេលវេលាយូរអញ្ចឹងយើងចូលទៅសិក្សាជាមួយខ្ញុំទាំងអស់គ្នាបាទអញ្ចឹងចំពោះ toolbox ទី4វាមានបែងចែកជា3ទៀតវាមាន object selection tool quick selection tool ហើយនិង magic wand tool បាទអញ្ចឹងចំពោះ tool ទី1ស្ថិតនៅ toolbox ទី4នេះគឺ object selection tool យើងប្រើប្រាស់វាដើម្បី select ទៅលើ object បាទអញ្ចឹងដើម្បីស្វែងយល់កាន់ច្បាស់អញ្ចឹងខ្ញុំសូមបើករូបភាពណាមួយមកបាទអញ្ចឹងឧទាហរណ៍រូបភាពកែវនេះចុះបាទអញ្ចឹងខ្ញុំចង់ select ទៅលើ object កែវនិងចានខ្ញុំយក toolbox ទី4នេះមកដែលមានឈ្មោះថា object selection tool បាទហើយយើងយកមកដាក់ឲ្យចំពីលើកែវឬក៏ចានយើងមកវានឹងចេញបែបនេះអញ្ចឹងផ្សិនបើចេញបែបហ្នឹងហើយយើង click មកឆ្វេងហើយរងចាំវាបន្តិចវានឹងបង្កើត select ឲ្យយើងបាទនេះឃើញអត់ហើយយើងចង់បូកចានបន្ថែមទៀតមកមើលខាងលើនេះយើងយកទី2នេះមកជាទូទៅវា select ទី1ប៉ុន្តែផ្សិនបើយើងចង់ថែម select ទៀតយើងយកទី2ហើយយើង select ពីលើចានហ្នឹងមកវានឹងថែម select ឲ្យយើងអញ្ចឹងបាទពេលយើង select ហើយយើងរងចាំវាបន្តិចមកវានឹង select ឲ្យយើងបានតមទៀតយើងចង់កាត់វាយើងគ្រាន់តែ control J មកដើម្បី copy នេះឃើញអត់ឬភាសាមួយទៀតយើង select អញ្ចឹងហើយយើងអាចយកមកដាក់កន្លែង mask នេះមកនេះហ្នឹងយើងហៅ mask យើងគ្រាន់តែ click វាមកវានឹងកាត់ដាច់អញ្ចឹងឲ្យយើងជាការស្រេចបាទហើយយើងអាចយកអាហ្នឹងធ្វើការ design អីផ្សេងបានបាទអញ្ចឹងនេះគឺជាតួនាទីរបស់ object selection tool បាទអញ្ចឹងខ្ញុំសូមថយបន្តិចមកបាទអញ្ចឹងចំណុចបន្ទាប់ទៀតទាក់ទងនឹង quick selection tool បាទអញ្ចឹង quick selection tool នេះវាមានតួនាទីសម្រាប់ select ទៅលើ object ឲ្យលឿនបាទអញ្ចឹងឧទាហរណ៍ខ្ញុំយកវាមកនេះចុចពីលើវាមកហើយខ្ញុំ select ពីលើ object នោះមកវានឹង select ឲ្យយើងលឿនបែបហ្នឹងបាទឃើញអត់ហើយកន្លែងណាខ្វះយើងថែមថយទៅតាមនឹងទៅហើយឧទាហរណ៍យើង select បែបហ្នឹងហើយវាលើ select អញ្ចឹងយើងអាចដកវាមកនេះយកសញ្ញាដកនេះមកយើងដកវាវិញអាណាដែលលើសយើងដកវាអញ្ចឹងទៅឃើញអត់ហើយយើងពុតព្រីកមកព្រីក scroll មកយើងកន្លែងនេះវាចូលលើសអញ្ចឹងយើងដកវិញមកអូយើងបូកវិញមកអធិស្ឋានយើងបូកវិញមកបែបហ្នឹងអានេះដូចគ្នាយើង select អញ្ចឹងមកអញ្ចឹងអានេះវាលឿនមែនប៉ុន្តែយើងចំណាយពេលជួយវាខ្លះបន្ថែមអញ្ចឹងបាទអញ្ចឹងអានេះដកនេះមកឬក៏យើងប្រើ shortcut ឧទាហរណ៍យើងឈរលើសញ្ញាបូកនេះចុះបើសិនបើយើងចង់ឲ្យវាចេញសញ្ញាដកយើងចុច Alt មកនេះឃើញអត់ហើយយើងដកចូលវិញមកតែបើសិនបើចូលលើសអញ្ចឹងយើងចង់បូកវិញយើងប្លែង Alt មកវាបូកវិញហើយតើណាត់សង្ឃឹមថាបងប្អូនយល់ចំពោះចំណុចហ្នឹងបាទអញ្ចឹងនៅពេលដែលយើងបាន select បែបហ្នឹងហើយយើងចង់ copy ឬក៏កាត់វាយើងចុច control J មកអាហ្នឹងយើង copy តែបើយើង select បែបហ្នឹងហើយយើងចុច mask បើន័យថាយើងកាត់ background ចេញអញ្ចឹងតើបាទអញ្ចឹងប៉ុណ្ណឹងទាក់ទងនឹង tool quick selection tool បាទអញ្ចឹងចំណុចបន្ទាប់ទៀតទាក់ទងនឹងmagic wand tool នេះវាមានតួនាទីសម្រាប់ select ដែរប៉ុន្តែវា select តាមពណ៌អញ្ចឹងបាទអញ្ចឹងឧទាហរណ៍ object យើងមានពណ៌ខៀវពណ៌សពណ៌លឿងពណ៌អីអញ្ចឹងតើអញ្ចឹងយើងចង់ select យើងយកអាហ្នឹងមក magic wand tool ហ្នឹងមកយើង select មកចុចពីលើវាមកឃើញអត់តាក់ទងនឹង object កន្លែងណាដែលវាមានពណ៌សគឺវានឹង select ពណ៌សអញ្ចឹងយើងចង់បូកបន្ថែមទៀតតើឲ្យយើងយកទី2យើងបានសិក្សាហើយទាក់ទងនឹងបូកឬក៏ដកឃើញអត់តែបើយើងអត់យកទី2ទេយើងយកមកបូកនេះបើន័យថាវាចាប់អានេះវាបំបត្តិអាលើអញ្ចឹងបាទអញ្ចឹងបែបហ្នឹងអញ្ចឹង tool ហ្នឹងវាមានតួនាទីបែបហ្នឹងបាទវា select ទៅតាមពណ៌បាទបើសិនបើវាមានពណ៌ខៀវវា select ពណ៌ខៀវហើយមានពណ៌លឿង select ទៅតាមពណ៌លឿងអញ្ចឹងទៅបាទហើយយើងអាចកាត់មក control J មកដើម្បី copy អញ្ចឹងឃើញអត់កាត់បានអញ្ចឹងទៅអញ្ចឹង tool ហ្នឹងយើង select បានតែមួយពណ៌ទេពណ៌ណាដែលវាខុសគ្នាគឺវាអត់ select ទេបាទអញ្ចឹងតួនាទីរបស់ wand tool គឺបែបហ្នឹងបាទអញ្ចឹងយើងចប់ toolbox ទី4យើងចូល toolbox ទី5បាទ
ចឹង toolbox ទី5នេះវាមានបែងចែកជា4ទៀតចឹងខ្ញុំសូមបង្ហាញតែ3ទេបាទចំពោះអាក្រមនេះយើងមិនចាំបាច់សិក្សាទេជាទូទៅយើងអត់ប្រើប្រាស់វាទេយើងប្រើប្រាស់តែ3អញ្ចឹងបាទមិនចឹងចំពោះចំណុចទី1ទាក់ទងនឹង crop tool នេះគឺជា tool មួយសម្រាប់ឲ្យយើង crop ទៅលើរូបភាពឧទាហរណ៍រូបភាពហ្នឹងវាធំពេកយើងចង់យកប៉ុណ្ណាដែលយើងចង់បានយើងគ្រាន់តែ select លើ crop tool ហ្នឹងមកវានឹងចេញបែបនេះបាទហើយយើងអាចទាញវាមកនេះហើយយើងអាចស្រេវាបានឃើញអត់ស្រេប៉ុណ្ណាដែលយើងចង់បានវាមកគឺថាស្អាតប៉ុណ្ណឹងហើយយើងអាច tick វាមកបាទឃើញអត់វានឹងកាត់ឲ្យយើងហើយយើងអាច save ជារូបភាពបានឬក៏មួយទៀតតាក់ទងនឹង crop tool នេះដូចគ្នាយើងអាចកំណត់វាឃើញអត់លក្ខណៈទទឹងកម្ពស់អីមកហើយយើងអាចវាយលេខចូលមកអញ្ចឹងនេះឃើញអត់វាមានឲ្យយើងស្រាប់ដែរនេះឃើញអត់មាន4គុណ5អានេះជា square អញ្ចឹងទៅជាលក្ខណៈជ្រុងបាទអានេះជាលក្ខណៈរូបភាពបែបហ្នឹងអានេះលក្ខណៈផ្ដេកអញ្ចឹងទៅអញ្ចឹងយើងអាចជ្រើសរើសបានដែលវាដាក់ឲ្យយើងស្រាប់អញ្ចឹងឬក៏យើងជ្រើសរើសអានេះមកយើងអាចវាយលេខចូលគិតជាពិសេសយើងដាក់2000គុណនឹង2000មកឃើញអត់ហើយយើងអាចក្របមកយើង tick មកឃើញអត់វានៅតែឃើញច្បាស់អញ្ចឹងទៅវាយើងអាចកំណត់ដោយខ្លួនឯងក៏បានឬក៏យើងអាចយកនេះហើយក្របយកតែម្ដងឬក៏យើងអាចដូរមកដូចដើមមកបាទ clear វាមកនេះឃើញអត់យើងអាចទាញវាបានអញ្ចឹងទៅបាទអញ្ចឹងអាហ្នឹងគឺជាតួនាទីរបស់ crop tool បាទអញ្ចឹងចំណុចបន្ទាប់ទៀតទាក់ទងនឹង perspective crop tool នេះវាមានតួនាទីសម្រាប់ឲ្យយើង crop ទៅតាមវ័យដែលយើងចង់បានយើងអាចស្រេវាអញ្ចឹងណាឧទាហរណ៍ខ្ញុំយកអាហ្នឹងមកហើយខ្ញុំ select អូសវាបែបហ្នឹងមកគឺវានឹងចេញបែបនេះហើយយើងអាចចាប់ទាញស្រេរូបរាងដែលយើងចង់បានឧទាហរណ៍យើងចង់ដាក់លក្ខណៈកាត់បែបនេះយើងដាក់ទៅតាមវ័យដែលយើងចង់បានទៅហើយយើង tick ទៅវានឹងចេញបែបហ្នឹងឲ្យយើងជាការស្រេចអញ្ចឹងបាទអញ្ចឹង tool ហ្នឹងខ្ញុំសូមបញ្ជាក់ផងដែរភាគច្រើនគេអត់សូវប្រើវាដែរអ្វីដែលគេប្រើអ្នក crop tool ហើយនឹង slide tool អញ្ចឹងបាទអញ្ចឹងយើងអាចស្វែងយល់វាខ្លះៗទៅអំពី perspective crop tool អញ្ចឹងណាបាទអញ្ចឹងទាក់ទងនឹង tool បន្ទាប់ទៀត slide tool នេះគឺវាមានតួនាទីសម្រាប់ឲ្យយើងកាត់រូបភាពបំបែកណាបាទបើន័យថារូបភាពយើងមានតែមួយទេប៉ុន្តែយើងចង់បំបែកវាជា2កណាត់3កណាត់4កណាត់អីបានទៅតាមនឹងអញ្ចឹងដើម្បីឲ្យកាន់តែច្បាស់ខ្ញុំសូមបើកposter ខ្ញុំមួយបាទអានេះជាការឧទាហរណ៍ទេឧទាហរណ៍អានេះជា poster ខ្ញុំធ្វើរួចអញ្ចឹងទៅប៉ុន្តែខ្ញុំចង់កាត់វាជា4ផ្នែកអញ្ចឹងជាដំបូងយើងអូសអានេះមកអូសកាយ layout ហ្នឹងយកមកដាក់កដាលមកបាទអញ្ចឹងកដាលស្មើគ្នាហើយអញ្ចឹងខ្ញុំចង់កាត់វាជា4អញ្ចឹងយើងយក slide tool ហ្នឹងមកហើយយើងយកមកអូសនេះអូសចំណុចកដាលហ្នឹងបែបហ្នឹងហើយអានេះដូចគ្នាអូបែបហ្នឹងមកហើយយើងអាចលាក់line កាយ layout ហ្នឹងបាន control ចុច2មកឬក៏យើងអូសវាចោលមកនេះពេលយើងដាក់បែបហ្នឹងយើងអាចអូសចោលមកវិញមកបានអាហ្នឹងគ្រាន់តែយើងយកមកដាក់ធ្វើម៉េចឲ្យវាចំកដាលអញ្ចឹងបាទអញ្ចឹងនៅពេលដែលយើងបាន select បែបហ្នឹងហើយយើងចង់ឲ្យវាបំបែកជា4អញ្ចឹងយើងត្រូវ save វាយើងចូលមកកាន់ file ហើយយក export ហើយយក save for web ណាបាទយក save for web តមកទៀតបងប្អូនមិនចាំបាច់ស្រេអីទេគ្រាន់តែចុចនេះ save នេះមកនេះចុច save នេះមកវានឹងសួរទីតាំងដែលយើងចង់ដាក់អញ្ចឹងឧទាហរណ៍ខ្ញុំចង់ដាក់ desktop យើងដាក់លើ desktop មកបងប្អូនចង់ដាក់លើ 3D ក៏ដាក់ទៅអានឹងអាស្រ័យលើបងប្អូនបាទអញ្ចឹងបន្ទាប់ពីយើង select ទីតាំងរួចហើយយើងចុច save មកហើយរងចាំតិចមកបាទអញ្ចឹងបន្ទាប់ពីយើងបាន save ហើយយើងបើកមកមើលនៅលើ desktop យើងនេះយើងនឹងឃើញណាប៉ុន្តែអាទួយនេះយើងអាចលុបចោលបានអញ្ចឹងយើងអាច select ហើយលុបចោលវាមកយើងមើលអាវ័យដែលយើងបានកាត់ឃើញអត់វាជា4បំណែកបាទអញ្ចឹងឧទាហរណ៍យើងមានផ្លែប៉ោមមួយយើងចង់កាត់ចែកគ្នា4នាក់គឺយើងអាចធ្វើអញ្ចឹងបានទាន់បាទសង្ឃឹមថាបងប្អូនយល់ចំពោះចំណុចហ្នឹងបាទមិនអញ្ចឹងចំពោះរូបភាពដែលយើងបានប្រើប្រាស់ slide
នឹងវានឹងចេញបែបនេះអញ្ចឹងយើងអាចចូលមក view តមកទៀតយើងដោះ extract នេះមកឬក៏ shortcut control H បាទគឺវានឹងបាត់អញ្ចឹងបាទអញ្ចឹងអានឹងតាកតងនឹង slide tool បាទអញ្ចឹងចំពោះចំណុចបន្ទាប់ទៀតតាកតងនឹង tool box ទី6បាទវាមានឈ្មោះថា frame tool បាទអញ្ចឹង frame tool ហ្នឹងវាមានតួនាទីសម្រាប់ឲ្យយើងដាក់ចូលរូបភាពទៅលើរូបរាងណាមួយដែលយើងចង់បានបាទអញ្ចឹងឧទាហរណ៍ដូចអ្វីដែលគេបានបង្ហាញនេះឃើញអត់យើងយកទៅគូរទៅលើកែវណាមួយទៅហើយយើងទាញរូបភាពយើងចូលអញ្ចឹងបាទអញ្ចឹងដើម្បីឲ្យកាន់តែច្បាស់ខ្ញុំសូមបែតអានេះសិនមកហើយខ្ញុំបើកកែវហ្នឹងបាទតទៅទៀតខ្ញុំយក tool ហ្នឹងមកប្រើប្រាស់បាទអញ្ចឹងទាក់ទងនឹងទម្រង់រូបភាពរបស់យើងមិត្តកែវហ្នឹងមានលក្ខណៈមូលអញ្ចឹងយើងត្រូវយកលក្ខណៈមូលនេះអញ្ចឹងវាមាន2វាមានទម្រង់ជ្រុងហើយនិងទម្រង់មូលអញ្ចឹងផ្សិនបើ object យើងមានលក្ខណៈមូលយើងយកអាទី2នេះមកមូលនឹងមកហើយយើងយកវាមកគូរបាទតាមរូបរាងនៃមាត់កែវហ្នឹងហើយយើងអាចស្រេនេះយកមកស្រេនៅនេះមកឲ្យវាស្មើអញ្ចឹងបាទនេះបែបហ្នឹងមកហើយខ្ញុំស្រេអានេះទៀតស្រេអញ្ចឹងមកហើយយើងទាញអានេះទៅលើបន្តិចបាទអញ្ចឹងឧទាហរណ៍ខ្ញុំបានប៉ុណ្្នឹងហើយខ្ញុំឈរលើវាហើយបន្តទៀតខ្ញុំចូលមកកាន់ file ហើយយក place embedded នេះមកហើយខ្ញុំយករូបមនុស្សនេះមក double click លើវានឹង load ចូល auto អញ្ចឹងបាទហើយយើងអាចស្រេអានេះបាន control T មកយើងអាចស្រេនេះរូបដែលយើងចង់ដាក់នៅក្នុងនឹងតើអញ្ចឹងឧទាហរណ៍ខ្ញុំស្រេប៉ុណ្ណឹងចោះបាទហើយខ្ញុំអាចចូលមក move tool មកហើយយើងអាចមើលបានឃើញអត់ហើយយើងអាចព្រមបន្ថយ opacity មកឲ្យវាឃើញលឹមអញ្ចឹងតើឃើញអត់គឺវាមានលក្ខណៈបែបហ្នឹងយើងអាចលុបចោលមកតទៅទៀតទម្រង់វាមាន2អញ្ចឹងខ្ញុំអាចប្រើប្រាស់ជ្រុងនេះម្ដងហើយខ្ញុំគូរបែបនេះហើយយើងចូលមកកាន់ file ហើយយក place embedded មកយើងបើកវាមក double click មកគឺវានឹងចូលដូចគ្នាបាទប៉ុន្តែវាមានលក្ខណៈវែងឬក៏ជ្រុងអញ្ចឹងទៅអញ្ចឹងយើងប្រើប្រាស់ឲ្យត្រូវទៅតាមទម្រង់វាទៅអានេះខ្ញុំគ្រាន់តែឧទាហរណ៍ទេអញ្ចឹងការប្រើប្រាស់វាដូចតែគ្នាទេគ្រាន់តែវាខុសទម្រង់អញ្ចឹងបាទទាក់ទងនឹង frame tool នេះបាទអញ្ចឹងចំពោះមេរៀនថ្ងៃនេះមានតែប៉ុណ្្នឹងទេសូមអរគុណនិងសូមជម្រាបលា